ba group nâng chùm riệp xua bong ôn từng ọc nè bà ngày ní cứ trình bị có con mò Phnom Penh với nhau bong ôn mà ní cứ plei sai bởi dưỡng bong ôn mà lại ní ông tay ní phun bằng tay bong ôn mà cái nông niệm đã là lại nâng và chắc gì bà bên miền là lại nâng vậy lệ bong ôn bà ní cứ plei sai bởi dưỡng bong ôn mà đi cứ hỏi khá nơi tích bong ôn mà mình đã thơm nở thom ra đấy plei em ấy ní cho nó đặt tay bị món và ta tay á cục mình là lợi nghề nghĩ sủa sủa và làm tiếp làm tôi làm thông thôi đầm nào đôi sưu long vòn mà lợi rồi luôn đấy và hay lại cho nó cua đấy cứ lên miền tông ăn tông chiên đây đấy mà cứ em ấy long vòn mà ngày trong sập đa ngày ấy ai tới ban tới cây mà giúp ấy từ làm một bên ban có con là lợi nghề nghề chi ta bật flat 4 ម៉ោង 3 ម៉ោងបងបាទបើយើងទៅពីពេញផ្លូវបឿនលឿនតាមផ្លែតហើយនេះគឺទេសភាពនៃការជួសជុលផ្លូវតិចតួចអីចឹងណានេះទេសភាពនៃការជួសជុលផ្លូវហើយនេះគឺទេសភាពផ្លូវស្រុកយើងបងណាគឺស្អាតមែនបាទនៅពេលដែលគេវាយទៅនោះវាយអីហើយគេរៀបចំឲ្យ 100% ស្អាតបងបាទលើកន្លែងនេះអីនេះគឺទេសភាពអែមណាបងប្អូនអើយមើលទៅវាលស្រឡះភ្នែកណាបងប្អូនហើយខែនេះពណ៌បៃតងខ្ចីទៀតជាតិមកបងប្អូនបាទនេះទេសភាពស្រុកយើងគឺឥឡូវមិនអន់ប្រហែលទេបងប្អូនបាទគឺស្រស់ស្អាតមែនផ្លូវក៏ហើយធម្មជាតិក៏ស្រស់ស្អាតហើយការធ្វើដំណើរងាយស្រួលអីចឹងណាហើយឡានយើងក៏វាមិនខូចផ្លូវស្រួលឡានលែងខូចទេបងប្អូនបាទហើយនេះនៅជួសជុលតិចតួចបងប្អូនបាទវាមិនទាន់ 100%ទេបាទមិនតែយើងអាចធ្វើដំណើរដោយងាយស្រួលបងប្អូនបាទងាយស្រួលមែនតើខ្ញុំជិះតាមមួយផ្លែតដែរពីកោះកុងមកពេញបាទផ្លូវស្រួលមិនដូចពីមុនបងប្អូនអើយមួយថ្ងៃទល់ល្ងាចបាទសារផ្លូវលឿងខូចណាដល់ពេលឥឡូវគឺស្រួលមែនតើហើយបងប្អូនមួយចំនួនក៏គាត់បានទៅលេងកាលពីប្រហែលកន្លះខែមុនថ្ងៃឈប់សម្រាប់ច្រើនហ្នឹងបងប្អូនបាទហើយបងប្អូនមិនទាន់ទៅក៏បន្តទៅលេងទៅបងប្អូនបាទកោះកុងយើងឥឡូវគឺអែមណាហើយមានកន្លែងលេងច្រើនដូចទៅជីផាតទៅអរ៉ែងអីអាហ្នឹងអ្នកស្រឡាញ់ធម្មជាតិបងប្អូនបាទហើយបងប្អូនចង់ទៅហូបត្រេនក៏ប្រហែលជាមួយអាទិត្យទៀតទៅកន្លះខែទៀតហ្នឹងពេញបងប្អូនបាទខាងអរ៉ែងខាងអីហ្នឹងគឺសបោហើយតែមិនដឹងគេលក់អត់បងប្អូនព្រោះភាគច្រើនគេច្រើនតែម៉ៅទៅចកាអញ្ចឹងណាបាទហើយនេះគឺផ្លូវយើងបាទចិត្តដល់48ហ្នឹងគឺស្អាតមែនតើបាទចិត្តដល់48ចិត្តដល់ផ្លូវបែក47បងប្អូនបាទគឺស្អាតគេធ្វើហើយខាងហ្នឹងមុនបាទហើយបន្តមកដល់ផ្លូវលបឿនលឿនបងប្អូនមកដល់ភ្នំពេញអញ្ចឹងអរគុណច្រើនសូមជម្រាបលាបាទដែលបានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចនាំគ្នាទៅលេងកោះកុងផងបាយបាយ